បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំទៀតហើយបងប្អូនថ្ងៃនេះគឺមកចែករំលែកអំពីការធ្វើសបុកមាន់ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យមានសម្មាលអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចទស្សនានៅក្នុងវីដេអូនេះទាំងអស់គ្នាបានណាអញ្ចឹងពាក់ព័ន្ធទៅនឹងបទពិសោធន៍ក៏ដូចជាការចំមាន់របស់ខ្ញុំកន្លងមកគឺពាក់ព័ន្ធទៅនឹងសបុកមាន់គឺខ្ញុំធ្វើអំពីស្លឹកចេកបងប្អូនចឹងបងប្អូនច្បាស់ជាឆ្ងល់ហើយព្រោះអីកន្លងមកធ្លាប់តែយើងធ្វើសបុកមាន់ពីចំបើងអញ្ចឹងណាតែសម្រាប់ខ្ញុំគឺខ្ញុំអត់ធ្វើអំពីចំបើងទេបងប្អូនដោយសារចំបើងវាធ្វើឲ្យមាន់យើងសម្មាលអញ្ចឹងណាបងប្អូនអញ្ចឹងគឺបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំតាំងពីចិញ្ចឹមមាន់មកគឺខ្ញុំធ្វើតែពីស្លឹកចេកទេបងប្អូនអញ្ចឹងការធ្វើអំពីស្លឹកចេកវាអត់មានសម្មាលបងប្អូននិយាយទៅវាអត់មានសម្មាលហ្មងតែមួយក៏គ្មានតែអញ្ចឹងណាអានេះខ្ញុំជាបទពិសោធន៍របស់ខ្ញុំហើយខ្ញុំធ្លាប់អនុវត្តកន្លងមកគឺវាអត់មានសម្មាលមែនអញ្ចឹងបងប្អូនហើយពាក់ព័ន្ធទៅនឹងស្លឹកចេកហ្នឹងគឺយើងងាយស្រួលហៅដែរទេគឺស្លឹកចេកគៀមយើងហ្នឹងបងប្អូនអញ្ចឹងបងប្អូនអាចទស្សនានៅវីដេអូហ្នឹងទៅយើងអាចយល់ពីការធ្វើគឺអត់មានអីវ៉ាទេគឺយើងគ្រាន់តែយកលឹកចេកគៀមមកហើយយើងមានជាសបកឡាំងឬក៏សបកកេះអីក៏បានបងប្អូនឬក៏កញ្ឆែងអីចាស់អីអញ្ចឹងណាអញ្ចឹងយើងអាចធ្វើសបកមាន់តាមវិធីហ្នឹងងាយហើយល្អអត់មានសម្មាលបើនិយាយរួមទៅវាអត់មានសម្មាលអញ្ចឹងណាអញ្ចឹងការចិញ្ចឹមមាន់កន្លងមកវាពិបាកជាងគេអាពេលវាក្រាបកូនហ្នឹងហើយគឺសម្មាលហ្មងហូមពេញដៃពេញជើងហើយហូមពេញផ្ទះអស់ហើយអញ្ចឹងណាអញ្ចឹងយើងដើម្បីកុំឲ្យមានសម្មាលគឺបងប្អូនគួរតែធ្វើពីលឹកចេកអញ្ចឹងណានេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងខ្ញុំសូមចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់ដឹងឬក៏គាត់អ្នកខ្លះក៏ដឹងហើយអាហ្នឹងអត់អីទេអញ្ចឹងណាហើយនេះគឺខ្ញុំចែករំលែកសម្រាប់ដែលអ្នកគាត់អត់ទាន់បានដឹងអញ្ចឹងបងប្អូនពាក់ព័ន្ធនឹងការធ្វើសបុកមាន់យ៉ាងម៉េចដើម្បីកុំឲ្យមានសម្មាលអញ្ចឹងគឺយើងធ្វើអំពីលឹកចេកបងប្អូនអញ្ចឹងគឺសម្រាប់ខ្ញុំធានាហ្មង 100% គឺអត់មានសម្មាលទេនេះជាបទពិសោធន៍របស់ខ្ញុំ2 3ឆ្នាំហើយគឺខ្ញុំធ្វើតែពីលឹកចេកទេបងប្អូនហើយកន្លងមកក៏ខ្ញុំធ្លាប់ធ្វើពីចំបើងដែរគឺថាសម្មាលហូមមែនតែនបងប្អូនចូលអត់ចុះទេត្រង់មាន់គឺសុទ្ធតែសម្មាលអញ្ចឹងណាហើយពាក់ព័ន្ធទៅនឹងគុណភាពในការភ្ញាស់មាន់គឺវាល្អដូចនេះដែរបងប្អូនដូចទៅនឹងចំបើងដែរបងប្អូនគឺវាញាស់ដូចគ្នាទេបងប្អូនអញ្ចឹងណាគ្រាន់តែការធ្វើពីលឹកចេកគឺវាអត់មានអត់មានសម្មាលសោះអញ្ចឹងបងប្អូនអញ្ចឹងវាធ្វើយើងងាយស្រួលនៅក្នុងការចិញ្ចឹមមាន់បើណាយើងមានសម្មាលមានអីគឺយើងពិបាកបងពិបាកចូលធុងមាន់ណាចូលហើយត្រូវចេញមកវិញត្រូវមួយទឹកមួយអីទៀតប្រខំហ្នឹងសម្មាលហូមមានបានធ្វើអីទេអេវិញហ្នឹងឥឡូវឯងបងប្អូនអញ្ចឹងណាចឹងសម្រាប់តែបងពុកម៉ែបងប្អូនដែលគាត់ធ្លាប់ចិញ្ចឹមមាន់ហើយមានសម្មាលអញ្ចឹងគឺបងប្អូនធ្វើវិធីសាស្ត្រនេះគឺវាថាបានផលបងប្អូនធានាបងសម្រាប់ខ្ញុំហ៊ានធានាបងដោយសារខ្ញុំធ្វើសបុកមាន់ពីលឹកចេកនេះវា2 3ឆ្នាំហើយគឺខ្ញុំអត់ដែលមានសម្មាលទេវាងាយស្រួលអញ្ចឹងបងប្អូនចេញចូលធុងមាន់អីគឺយើងស្រួលអត់មានប្រវាខ្លាចសម្មាលខំសម្មាលតោងអីទេបងប្អូនធម្មតាអាសម្មាលហ្នឹងជាសត្វល្អិតទូចទេប៉ុន្តែគ្រាន់តែវាអូយបកែអាសៅពេញខ្លួនឡើយបងប្អូនអើយពិបាកហ្នឹងហើយស្លឹកចេកដូចយើងធ្លាប់ដឹងហើយចាស់យើងពីដើមគឺគាត់យកបតុមស្វាយបតុមស្អីចឹងណាបតុមស្វាយបតុមសតាយគឺគេយកស្លឹកចេកនឹងទៅបតុមដែរតែសារវាមានជាតិក្តៅដូចគ្នាបងប្អូនវាផ្ដោតកម្ដៅដូចគ្នាចឹងណាអញ្ចឹងវាធ្វើឲ្យពងមាត់របស់យើងវាញាស់ធម្មតាវាអត់មានខាតបងទេហើយញាស់ល្អដែរបងប្អូននេះសម្រាប់ខ្ញុំផ្ទាល់គឺវាញាស់អស់ដែរបងប្អូន8 10គ្រាប់ពី10គ្រាប់អីដែរអញ្ចឹងណាអញ្ចឹងវិធីសាស្ត្រយើងធ្វើបងប្អូនអាចទស្សនាក្នុងវីដេអូទៅគឺយើងមានតែសបកឡើងមកហើយយើងញីស្លឹកចេកនឹងដាក់ចូលទៅហើយយើងពាត់លក្ខណៈដូចឆ្វែងវេលអញ្ចឹងបងប្អូនយើងពាត់វាអញ្ចឹងទៅហើយយើងញីអាកដាលហ្នឹងយើងញីវាឲ្យម៉ត់ដាក់ចូលហ្នឹងទៅបងប្អូនហ្នឹងហើយយើងបន្ទាប់មកទៀតយើងចងវាចងជា4ជ្រុងយើងមានជាលួសមកយើងអាចចងវាតាមជ្រុងហ្នឹងដើម្បីកុំឲ្យមាន់វាកាយអញ្ចឹងណា
បងប្អូនធ្លាប់ដឹងហើយសัตว์មាន់មុននឹងវាពងគឺវាកាយខ្ទៀតពេញហ្នឹងអញ្ចឹងណាអញ្ចឹងយើងកុំឲ្យវាកាយចោលគឺយើងចងវាជុំវិញអញ្ចឹងទៅអញ្ចឹងដូចបងប្អូនបានឃើញនេះអញ្ចឹងសបុកមាន់របស់ខ្ញុំឥឡូវខ្ញុំធ្វើចិត្តហើយមើលទៅកន្លែងណាដែលវាអត់សូវជាប់យើងចងបន្ថែមអញ្ចឹងបងប្អូនយើងចងដើម្បីកុំឲ្យមាន់ហ្នឹងវាកាយអាសបុកយើងហ្នឹងខ្ទៀតចេញអស់អញ្ចឹងណាចឹងបងប្អូនចងតាមវីដេអូហ្នឹងមកយើងចងវា4ជ្រុងឬក៏5ជ្រុងតាមយើងស្រឡាញ់បងប្អូនចងវាជាប់ហ្នឹងទៅមាន់កាយលែងចាញ់ហើយវាកាយចាញ់អត់រួចទេអញ្ចឹងដូចបងប្អូនបានមើលក្នុងវីដេអូហ្នឹងអញ្ចឹងគឺខ្ញុំចងវា4កន្លែងអញ្ចឹងតែអញ្ចឹងវីដេអូនេះគឺចែកចម្លែកអំពីពុកម៉ែបងប្អូនដែលគាត់ធ្លាប់ចិញ្ចឹមមាន់ឬគាត់កំពុងតែចិញ្ចឹមមាន់ហើយជួបនឹងវិបត្តិបញ្ហាពាក់ព័ន្ធទៅនឹងសម្មាលមាន់ខំឬក៏សម្មាលមាន់ច្រើនដែលចូលធុងមាន់មិនចុះអីចឹងយើងអាចបដូរវិធីសាស្ត្រមកធ្វើសបុកមាន់បែបលក្ខណៈស្លឹកចេកធ្វើពីស្លឹកចេកដូចខ្ញុំនេះគឺខ្ញុំហ៊ានធានាថាវាអត់មានសម្មាល 100% តាមដងបងប្អូនគឺអានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់អញ្ចឹងបានខ្ញុំហ៊ានអះអាងហ៊ានធានាទៅពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ចិញ្ចឹមមាន់អាចយកសាកល្បងវិធីសាស្ត្រនេះទៅប៉ុន្តែខ្ញុំហ៊ានជឿជាក់ថាអត់មានសម្មាលបងប្អូនដោយសារបទពិសោធន៍ខ្ញុំផ្ទាល់ពី3ឆ្នាំហើយគឺខ្ញុំអត់មានសម្មាលទេត្រង់មាន់របស់ខ្ញុំគឺស្រួលចេញចូលលេខបានធម្មតាយើងអត់មានត្រូវខ្វល់រឿងសម្មាលខំសម្មាលតោងអីទេហ្នឹងហើយពាក់ព័ន្ធនឹងសបុកមាន់របស់យើងហ្នឹងគឺយើងញីអាកដានេះឲ្យតួបងប្អូនកាលណាតួទៅមាន់វាចូលមកក្រាក់ពងបានហើយចឹងពាក់ព័ន្ធទៅនឹងការធ្វើនេះវាអត់ប្រមាទទេវាមានតែលឹកចេកហើយនឹងឡាំងឬក៏អីមកយើងអាចធ្វើបានដែរបងប្អូនហើយពាក់ព័ន្ធទៅនឹងបទពិសោធន៍នៅការចែកចម្លែកនេះគឺខ្ញុំបានអនុវត្តផ្ទាល់អញ្ចឹងបងប្អូនអញ្ចឹងចង់ចែកចម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចិញ្ចឹមមាន់ដូចគ្នាលក្ខណៈគ្រួសារអីអញ្ចឹងទៅហើយយើងចិញ្ចឹមចិត្តផ្ទះអីអញ្ចឹងណាធម្មតាតាមស្រុកភូមិគឺយើងចិញ្ចឹមមាន់វាច្រើនចិញ្ចឹមចិត្តផ្ទះចិញ្ចឹមនៅផ្ទះនេះឬក៏ក្រោមផ្ទះអីអញ្ចឹងវាធ្វើឲ្យមានសម្មាលកាលណាមានសម្មាលវាធ្វើឲ្យរំខានដល់ការរស់នៅរបស់យើងអញ្ចឹងណាវាខំយើងឬក៏ខំកូនក្មេងអីចឹងនៅផ្ទះអញ្ចឹងវាតោងតាមស្នួរតាមអីឡើងទៅដល់លើផ្ទះអញ្ចឹងវាពិបាកនៅក្នុងការរស់នៅអញ្ចឹងណាអញ្ចឹងដើម្បីកាត់បន្ថយកុំឲ្យពិបាកនៅក្នុងការសម្មាលអីរំខានអីអញ្ចឹងគឺយើងអាចងាកមកធ្វើសបុកមាន់អំពីស្លឹកចេកដែលខ្ញុំបានបង្ហាញនេះគឺ 100% គឺអត់មានសម្មាលទេអញ្ចឹងណាបងប្អូនឲ្យតែយើងធ្វើពីស្លឹកចេកសតកុំឲ្យតែយើងធ្វើពីច្បើងតែយើងមាននិយាយច្បើងគឺវាមានសម្មាលអញ្ចឹងណាហើយវាងាយស្រួលទេស្លឹកចេកយើងស្រួលហៅទេគឺយើងដាំចេកតាមមួយគុំពីរគុំខ្វះទេលឹកគៀមចេះបងប្អូនអើយហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងសបុករបស់យើងគឺយើងធ្វើរួចរាល់ហើយបងប្អូនសបុកមាន់នេះគឺរូបរាងសបុករបស់យើងណាគឺមើលទៅវាតំណងដែរអញ្ចឹងណាហើយមាន់វាក៏វាចូលចិត្តក្នុងការក្រាបដែរដោយសារវាផ្ដល់នៅកម្ដៅធ្វើឲ្យមាន់ឆាប់ញាស់ដែរបងប្អូនពងវាណាញាស់បានល្អមិនឆាប់ញាស់ហើយញាស់បានល្អអញ្ចឹងបងប្អូនអញ្ចឹងនេះហើយនេះគឺជាធុងរបស់ខ្ញុំណាហើយនេះជាសបុករបស់ខ្ញុំដែលខ្ញុំបានធ្វើកន្លងមកបងប្អូនសិតតែសបុកធ្វើពីលឹកចេកទាំងអស់បងប្អូននេះជាសបុកមាន់របស់ខ្ញុំមានខ្លះក្រាបខ្លះកំពុងតែពងអញ្ចឹងណាបងប្អូនហើយយើងធ្វើបន្តទៅដូចជាឡាំងនេះអីយើងគិតថាជាសបុកពីលឹកចេកមកអញ្ចឹងឃើញហើយដូចក្នុងវីដេអូអញ្ចឹងគឺខ្ញុំចូលថតចូលអីធម្មតាវាអត់មានព្រួយរឿងសម្មាលខំសម្មាលអីចឹងណាបងប្អូនហើយវាងាយស្រួលទៀតធ្វើលឿនទៀតអញ្ចឹងណាហើយវាញាស់គោវាល្អដែរបងប្អូនអញ្ចឹងនេះជាធុងមាត់របស់ខ្ញុំគឺខ្ញុំធ្វើឲ្យវាមានពលឺមានអីចូលអញ្ចឹងលក្ខណៈថាកុំឲ្យវាស្លុបពេកហ្នឹងបងធ្វើឲ្យមានពលឺមានអីចាំងចូលដើម្បីឲ្យវាងាប់នៅមេរោគអីចឹងទៅកាលណាយើងធ្វើអត់មានពលឺចូលក៏អត់កើតដែរសបុកមាន់ណាហើយនេះជាកន្លែងដែលមាន់ដែលខ្ញុំធ្វើសបុកដាក់ពេញធុងវាពងឲ្យវាអីចឹងទៅដោយសារមាន់យើងធ្វើសបុកច្រើនអញ្ចឹងវាល្អដែរវាជួយវាឆាប់ពងដែរអញ្ចឹងណាវាមកពងហើយការពងរបស់វាគឺវាអត់ច្រឡំច្រឡំគ្នាទេបងប្អូនអញ្ចឹងនេះជាសកម្មភាពនៅការចិញ្ចឹមមាន់ស្រែរបស់ខ្ញុំ
តាមលក្ខណៈគ្រួសារហើយណាមួយខ្ញុំមកនេះគឺចែករំលែកអំពីការចិញ្ចឹមមាន់ធ្វើម៉េចកុំឲ្យមានសម្មើអញ្ចឹងវីដេអូនេះយើងផ្ដោតសំខាន់គឺលើការធ្វើស្រូបមាន់ដើម្បីកុំឲ្យមានសម្មើអញ្ចឹងបងប្អូនហើយនេះគឺមេដែលខ្ញុំក្រាបបាន2សបុកទៀតបងថ្ងៃមុនញាស់បានមួយសបុកបាន10គ្រាប់10កូនដែរអញ្ចឹងណាហើយលីជាសបុកហើយវានៅសល់2ទៀតកំពុងតែក្រាបបងប្អូនមេខ្ញុំមេថ្មីមួយមេចាស់មួយអញ្ចឹងបងប្អូនហ្នឹងហើយនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់យើងយកបទពិសោធន៍ផ្ទាល់មកចែករំលែកបងប្អូនតែថាយើងមានបទពិសោធន៍ល្អទៅយើងយកមកចែករំលែកទៅកាន់ពុកម៉ែបងប្អូនគាត់ធ្វើអនុវត្តអញ្ចឹងទៅដើម្បីកុំឲ្យមានសម្មើក្នុងការចំមាត់អញ្ចឹងបងហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងបងប្អូនអាចអនុវត្តបានអញ្ចឹងណាអញ្ចឹងសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលក្នុងការទស្សនាក៏ដូចជា Subscribe នៅ Channel YouTube របស់ខ្ញុំបានណាតាំងពីដើមមកអញ្ចឹងបងប្អូនហើយបងប្អូនមានអីចែករំលែកយើងចែករំលែកគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនបាទ